ជំរាបសួរប្រិយមិត្តទាំងអស់គ្នាតោះយើងមកស្ដាប់រឿងមួយដែលមានចំណងជើងថាកាហ្វេមួយកែវនិងថ្ងៃថ្មីម៉ោង 8 ព្រឹកថ្ងៃអាទិត្យដ៏ស្រស់ស្រាយសំឡេងបក្សីយំលាន់រំពងហាក់ដូចជាកំពុងច្រៀងបទភ្លេងស្វាគមន៍ថ្ងៃថ្មីស្ត្រីម្នាក់វ័យក្មេងឈ្មោះមេតាកំពុងឈរនៅសួនច្បារសាធារណៈដ៏ស្រស់បំព្រងនាងកាន់កែវកាហ្វេក្រឡុកមួយកែវនៅក្នុងដៃភ្នែកសម្លឹងទៅកាន់ទេសភាពជុំវិញខ្លួនមេតាគឺជាសិស្សសាលាម្នាក់ដែលរស់នៅក្នុងទីក្រុងគឺជារាល់ថ្ងៃអាទិត្យនាងតែងតែមកសួនច្បារនេះដើម្បីគេចចេញពីភាពអ៊ូអរនៃទីក្រុងនិងស្វែងរកភាពស្ងប់ស្ងាត់នាងចូលអង្គុយមើលមនុស្សឆ្លងកាត់ស្ពានសំឡេងធម្មជាតិនិងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធថ្ងៃមួយមេតាបានចាប់អារម្មណ៍នឹងភាពឯកាជាធម្មតានាងទៅតែបែកបាក់ជាមួយមិត្តប្រុសរបស់នាងកាលពីម្សិលមិញនាងមានអារម្មណ៍ថាបេះដូងរបស់នាងកំពុងបែកបាក់ជាបំណែកនាងអង្គុយចុះនៅលើកៅអីមួយហើយសម្លឹងមើលទៅមេឈើដែលកំពុងរេនៅតាមខ្យល់នាងគិតថាពេលវេលាដែលនាងមានចំណាយពេលជាមួយមិត្តប្រុសរបស់នាងនឹកឃើញស្នាមញញឹមរបស់គេសំឡេងញញឹមរបស់គេនិងសោចរបស់គេការអោបថើបដ៏កក់ក្ដៅរបស់គេស្រាប់តែទូរស័ព្ទរបស់នាងរវល់ឡើងនាងមើលទៅអេក្រង់ហើយក៏ឃើញឈ្មោះមិត្តភក្តិជិតស្និទ្ធរបស់នាងឈ្មោះថាស្រីលៀបនាងលើកទូរស័ព្ទហើយនិយាយជាមួយស្រីលៀបស្ដាប់ឮរឿងរ៉ាវមេតារបស់មេតាដោយយកចិត្តទុកដាក់នាងលើពាក្យលើកទឹកចិត្តនិងផ្ដល់ដំបូន្មានដល់មេតាមានអារម្មណ៍ថាធូរស្បើយជាងមុនបន្ទាប់ពីបាននិយាយជាមួយស្រីលៀបនាងដឹងថាមេតាមិនឯកាទេនាងមានមិត្តភក្តិដែលស្រឡាញ់នាងនិងគាំទ្រនាងក៏ដឹងច្បាស់ដែរថាពេលវេលានឹងព្យាបាលស្នាមរបួសរបស់នាងមេតាផឹកកាហ្វេក្រឡុករបស់នាងមួយកែវទៀតនាងក្រោកឈរឡើងដើរចេញពីសួនច្បារនាងមានអារម្មណ៍ថាអស់កម្លាំងចិត្តនិងក្តីសង្ឃឹមនាងដឹងថានាងនឹងឆ្លងកាត់រឿងមួយនោះរូបភាពនេះបានបង្ហាញអំពីភាពឯកានិងភាពសោកសៅប៉ុន្តែវាក៏បង្ហាញនូវក្តីសង្ឃឹមនិងភាពរឹងមាំផងដែរវាជាការរំលឹកយើងឲ្យដឹងថាយើងមិននៅឯកាទេហើយយើងក៏ឆ្លងកាត់រឿងលំបាកបានដែរ